ទីបំផុតក្មេងទំនើងដែលជាអ្នកទោសចំនួន790នាក់ត្រូវបានបញ្ជូនទៅតាមព្រំដែនឲ្យបងប្អូនរបស់គ្នាដើម្បីបម្រើកិច្ចការងារកងទ័ពក៏ដូចជាជួយកិច្ចការងារផ្សេងៗទៅដល់បងប្អូនកងទ័ពនៅជួរមុខផងដែរពិសេសគឺលោកដំខ្លួនឯងឲ្យពួកគាត់នៅមានការទទួលខុសត្រូវនិងមានទំនួលខុសត្រូវខ្លះសម្រាប់សង្គមជាតិចំណាប់ការនេះបងប្អូនគឺខ្ញុំគាំទ្រមែនតើគឺខ្ញុំគាំទ្រ 100% តែម្ដងសេចក្តីប្រកាសនេះគឺចេញនៅថ្ងៃនេះតែម្ដងគឺនៅថ្ងៃទី21ខែឧសភាឆ្នាំ2026នេះដោយអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃចំណុចមួយចំនួនខ្ញុំចង់លើកឡើងផងដែរថាខ្ញុំឃើញមានបងប្អូនខ្លះគាត់ comment ណានៅតាមបណ្ដា page ផ្សេងៗតាមសារព័ត៌មានផ្សេងៗគាត់ចូលទៅ comment គាត់បានមានការយល់ច្រឡំថាក្មេងៗទាំងអស់ហ្នឹងដែលជាក្មេងទំនើងហ្នឹងគឺត្រូវបានបញ្ជូនទៅជួរមុខទៅធ្វើជាទាហានជួរមុខអីចឹងទៅហើយគាត់បាននិយាយថាមានការព្រួយបារម្ភមែនទែនចំពោះរឿងទាំងនេះខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនទាំងអស់គ្នាផងដែរថារឿងនេះគឺមានការយល់ច្រឡំហើយព្រោះថាតាមសម្ដីថ្នាក់ដឹកនាំកម្ពុជានៃកម្ពុជាគឺសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតលោកបានមានថាក្មេងៗទាំងអស់ហ្នឹងគឺបញ្ជូនទៅគឺឲ្យជួយកិច្ចការងារព្រំដែនគឺលក្ខណៈថាជួយបម្រើកិច្ចការងារផ្សេងៗទៅដល់កងទ័ពឧទាហរណ៍មានដូចជាការជីកលេងដ្ឋានអីផ្សេងៗជាដើមអានេះបើតាមប្រសាសន៍របស់សម្ដេចថ្នាក់ដឹកនាំដែលគាត់បានមានប្រសាសន៍នៅក្នុងវិធីមួយបងប្អូនខ្ញុំថាឲ្យយកទៅដើម្បីធ្វើសកម្មភាពបម្រើសមរភូមិមុខមិនមែនបញ្ជូនទៅសមរភូមិមុខទេទៅកាន់កំភ្លើងខ្ញុំនិយាយច្បាស់ថាមិនកាន់កំភ្លើងទេខ្ញុំមិនយកក្មេងទំនើងទៅកាន់កំភ្លើងខូចសម្រាប់ណប់តបរបស់ខ្ញុំទៅមុខទេយ៉ាងណាចំណុចមួយទៀតខ្ញុំក៏ចង់លើកឡើងផងដែរតាមចំណុចដែលថាបងប្អូនមួយចំនួនគាត់មិនមានការគ្រប់គ្រងចំណាត់ការនេះនោះទេពួកគាត់លើកឡើងថាក្មេងៗទំនើងអស់ទាំងហ្នឹងគឺគាត់មិនមានបទពិសោធន៍កិច្ចការងារកងទ័ពនោះទេពិសេសគឺនៅតាមទូដែនតែម្ដងហើយដូច្នេះហើយទើបពួកគាត់មិនគ្រប់គ្រងហើយមានការលើកឡើងជំទាស់ឬក៏ប្រឆាំងអីចឹងទៅតាមចំណុចនេះសម្រាប់ខ្ញុំក៏យល់ពីអារម្មណ៍ពួកគាត់ផងដែរយ៉ាងណាពួកគាត់គ្រប់គ្រងឬក៏មិនគ្រប់គ្រងយ៉ាងណាក៏ដោយពួកគាត់សុទ្ធតែមានមនសិការស្នេហាជាតិដូចតែគ្នានោះទេបងប្អូនប៉ុន្តែបើតាមអនុសាសន៍ថ្នាក់ដឹកនាំកម្ពុជានៃកម្ពុជាលោកបានលើកឡើងហើយថាបងប្អូនដែលត្រូវជាក្មេងទំនើងហ្នឹងយកទៅលុតដំនៅតាមព្រំដែនហ្នឹងឲ្យមានការទទួលខុសត្រូវចំពោះជាតិនិងមាតុភូមិសម្រាប់ខ្លួនឯងខ្លះកុំឲ្យពួកគាត់ហ្នឹងដើរតែបង្ករឿងឬក៏នាំហេតុទៅដល់សង្គមអានេះគឺជាការលើកឡើងរបស់សម្ដេចបានបញ្ជាក់ច្បាស់ៗហើយដូច្នេះពួកយើងទាំងអស់គ្នាគួរតែមានការពិចារណាផងដែរតចំណុចទាំងអស់ហ្នឹងកុំឲ្យមានការចេះតែថាព្រួយបារម្ភលើកឡើងអីចឹងណាដោយឡែកខ្ញុំក៏ចង់បញ្ជាក់ឬក៏រំលឹកទៅដល់បងប្អូនមួយចំនួនឲ្យពួកគាត់មានការពិចារណាឡើងវិញផងដែរគឺត្រង់ថាប្រសិនបើមិនចង់ទៅធ្វើការងារឬក៏កិច្ចការផ្សេងៗនៅតាមទល់ដែននោះទេសូមបងប្អូនមួយចំនួនឬក៏ក្មេងៗមួយចំនួនដែលពួកគាត់កំពុងតែប្រព្រឹត្តឬក៏ចង់ដើរលេងសប្បាយឬក៏ចង់បង្កហេតុឬក៏កំពុងតែបង្កហេតុណាមួយដែលកើតឡើងនៅក្នុងសង្គមឲ្យមានការកែប្រែឡើងវិញកុំឲ្យហួសពេលតាន់ប្រសិនបើមិនចង់ធ្វើកិច្ចការងារនៅតាមព្រំដែននោះទេវាមិនហួសពេលនោះទេនៅក្នុងការដែលយើងកែប្រែខ្លួនណាយើងគ្រាន់តែធ្វើជាមនុស្សល្អនិងកូនល្អសិស្សល្អវាអត់ពិបាកនោះទេហើយខ្ញុំសង្ឃឹមថាសារនេះនឹងបញ្ជាទៅដល់បងប្អូនទាំងគ្នាឲ្យមានការកែប្រែឡើងវិញហើយខិតខំប្រឹងប្រែងរៀនសូត្របើខ្លួនឯងកំពុងតែរៀនសូត្រគឺខិតខំរៀនសូត្រឲ្យបានខ្លាំងមែនតើហើយនឹងប្រឹងប្រែងធ្វើការងារបើខ្លួនឯងកំពុងធ្វើការងារផ្ដោតទៅលើការងាររបស់យើងហើយរកប្រាក់ខែជួយខ្លួនឯងឬក៏ជួយគ្រួសារឲ្យល្អប្រសើរជាងនេះអានេះគឺជារឿងល្អមែនតើ